Bà số đây bong ôn tầng ở cái ní nhục khăn trên video you hơi vẽ pon và nâng YouTube trong khơi miền bong ôn mà chụp nón còn bạn comment tràn đá nơi trong video bọc nhom một chụp nón nô bà khơi gọi miền su vẽ pon và nâng ca thơ YouTube một chụp nón đài hay trong nút nhom các bạn chơi đá từ trong ca comment ca xạ su bong ôn ở trong nút bong ôn khơi bị áo thốn miền cừu chuột chơi ấy thế cứ để sao để chạ nó không ở phía hay chọc chuột cho nắm cứ thời chuột vừa cà bình hới chuột vừa cà phòng nào bình hới bà hay cứ nó ở phía tề bong ôn ngày đấy trong mà miền thiên bọt ấy để sầm ruồi chia với thiên bọt sầm khăn vui thế của này tròn chính video cũng ở ngạt page mà hay còn miền cà nải nuông cái đồ chia cà lực thực chất bong ôn môi trường luôn tiết đầm bầy ở bong ôn miền cầm lang chất là trong cá thơ video bằng kho này trong YouTube bong ôn cá thơ YouTube mình mền dường trẻ thơ hay dường ai rồi lôi bán thế nè bong ôn thờ thầy đã chất đã cai thờ thầy chấm này pevelia thờ thầy miền skill rồi có bà bắt bị sao rồi có chấm này đắng để dường vẽ pon từ nâng cáផលិតvideoធ្វើយ៉ាងណាឲ្យមានគុណភាពបង្ហោះនៅក្នុង platform YouTube មួយនេះបាទធ្វើយ៉ាងណាដើម្បីឲ្យមានអ្នកទស្សនាច្រើនយើងឡើងចំនួនម៉ោងឡើងចំនួន view ច្រើនទើបយើងអាចរកលុយឬរកចំណូលបានពី YouTube បាទហើយដូចថាអញ្ចឹងបងប្អូនឃើញគេបើកលុយពី YouTube បើកអីយើងកុំគិតថាស្រួលអ្នកខ្លះគេធ្វើមិនមែនតែឆ្នាំទេហើយអ្នកដែលធ្វើឆាប់បានហ្នឹងលុះត្រាតែគេនោះគេមានអ្នកប្រឹក្សាគេមានគ្រូបង្រៀនច្បាស់លាស់ឬក៏មួយទៀតនោះគឺគេចេះបាទគេស្រាវជ្រាវគេបរាជ័យច្រើនឆ្នាំច្រើនដងមកហើយតែតងទៅនឹង YouTube នេះហើយក៏មានមនុស្សមួយចំនួននោះគេមិនមែនធ្វើតែ YouTube មកមុខទេអ្នកខ្លះគេធ្វើដល់ Facebookបណ្ដាញសង្គមផ្សេងៗទៀត TikTok អីជាដើមដែលគេចេះដឹងគេស្រាវជ្រាវអញ្ចឹងទៅហើយចំណេះដឹងរលួយពី YouTube Facebook អីនេះមិនមែនតែអ្នកដែលរៀន IT ទេដែលគាត់ចេះនោះអ្នកខ្លះគាត់អត់ចេះទាំងអក្សរផងបងប្អូនតែគាត់មានគ្រូបង្រៀនគាត់អាចដឹងពីរបៀបរលួយគាត់ផុសជាវីដេអូនៅក្នុង Facebook ក៏ថាបានផុសនៅក្នុង YouTube ក៏ថាបានជាចំណុចរលួយរបស់គាត់តែចំណុចមួយដែលខ្ញុំតែងតែនិយាយប្រាប់បងប្អូន YouTube បាទចំណូលសម្រាប់ស្រុកខ្មែរយើងគឺនៅមានកម្រិតខ្លាំងមែនទែនដោយសារតែបើសិនជា view យើងបានច្រើនក៏ដោយតែអ្នកមើលសុទ្ធតែជាអ្នកដែលនៅកម្ពុជាដែលជាបាទដែលនៅខ្មែរនិយាយចំនៅខ្មែរគឺមិនសូវបានចំណូលច្រើនទេបើធៀបទៅនឹងវីដេអូផ្សេងដែលគេផលិតឲ្យមានអ្នកទស្សនានៅក្រៅប្រទេសបងប្អូនដូចជានៅអាមេរិកកាណាដាអូស្ត្រាលីជាដើមទាំងអស់នេះគឺសុទ្ធតែប្រទេសទាំងអស់នេះសុទ្ធតែបើសិនជាមានអ្នកទស្សនានៅខាងនោះមើលវីដេអូយើងគឺនឹងធ្វើឲ្យចំណូលរបស់វីដេអូយើងនឹងបានខ្ពស់បាទដូច្នេះហើយទើបមាន channel មួយចំនួនគេព្យាយាមផលិតវីដេអូដែលឲ្យ audience ឬក៏ឲ្យអ្នកទស្សនារបស់គេហ្នឹងណាដូចមួយអញ្ចឹងមួយ view គេហ្នឹងនៅក្រៅប្រទេសនៅបរទេសមើលទៅគេអាចរកចំណូលបានច្រើនអញ្ចឹងហើយបាទជាចំណុចពិសេសរបស់គេហើយដូចវីដេអូរបស់ខ្ញុំនេះអីខ្ញុំធ្វើដាក់ទៅនេះគ្មានមែនតើបងប្អូនខ្ញុំមិនរំពឹងថានឹងរកលុយបានច្រើនឬក៏អាចរកលុយបានពី YouTube អីទេគ្រាន់តែខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំធ្លាប់ឆ្លងកាត់បាទធ្លាប់ឆ្លងកាត់តាក់ទងទៅនឹង YouTube ទាំងការបង្កើត YouTube ការបង្កើត Gmail ការបង្កើត Google AdSense ដែលជាកន្លែងយើងត្រូវតភ្ជាប់សម្រាប់រកលុយនោះក៏ខ្ញុំមានប្រហែលនៅក្នុងហ្នឹងដែរហើយក៏មិនមែនខ្ញុំចេះទាំងអស់ទេបងប្អូនចំណុចខ្លះមួយចំនួនក៏ខ្ញុំត្រូវសិក្សាបន្ថែមកន្លែងខ្លះក៏ខ្ញុំអត់ចេះដែរអញ្ចឹងហើយរាល់សំណួរដែលបងប្អូនសួរនោះខ្ញុំឆ្លើយបានតែចំណុចដែលខ្ញុំចេះទេចំណុចដែលខ្ញុំអត់ទាន់ចេះខ្ញុំនឹងស្រាវជ្រាវមើលបន្ថែមឬក៏សួរគេបន្ថែមទៀតទើបខ្ញុំអាចផ្ដល់ចម្លើយជូនបងប្អូនបានងាកមកវិញបងប្អូនគ្មានអ្វីក្រៅពីជំរុញទឹកចិត្តបងប្អូនឲ្យតស៊ូបើសិនជាបងប្អូនចង់ដើរនៅក្នុងវិស័យនេះបងប្អូនចង់រកលុយពី YouTube ត្រូវតស៊ូត្រូវធ្វើយ៉ាងណាផលិតវីដេអូឲ្យមានគុណភាព
មានប្រយោជន៍ទៅដល់អ្នកទស្សនានៅពេលដែលគេមើលវីដេអូយើងគេបានអីទៅវិញបាទឧទាហរណ៍យើងផលិតវីដេអូបង្រៀនអីមួយបង្រៀនធ្វើរបៀបធ្វើខ្លែងចុះបាទប្រយោជន៍យ៉ាងហោចណាស់ក៏គេចេះធ្វើខ្លែងយកទៅបង្ហោះលេងកំសាន្តដែរត្រូវអត់បាទនេះគឺជាអ្នកមើលគេចង់បានគឺជាអ្វីដែលអ្នកមើលគេចង់បានពីវីដេអូយើងហើយមួយទៀតបើសិនជាការកំសាន្តគឺបាទអ្នកមើលគាត់ច្បាស់ជាបានរីករាយបានសប្បាយនៅពេលដែលមើលវីដេអូរបស់យើងអញ្ចឹងទៅបាទគ្រាន់តែបច្ចុប្បន្ននេះវីដេអូកំសាន្តចំណូលពី YouTube ដូចជាមិនសូវខ្ពស់ប៉ុន្មានទេបងប្អូនបាទហើយបើសិនជាកំសាន្តនិយាយពីភាសាខ្មែរទៀតក៏មិនណាស់ណាទេបងប្អូនណាខ្ញុំឃើញឥឡូវភាគច្រើន channel បែបនិទានរឿងខ្មោចនិទានប្រវត្តិសាស្ត្រនិទានពីប្រវត្តិអីមួយចឹងទៅគឺមានអ្នកទស្សនាច្រើនតែដូចថាអញ្ចឹងវាបានបើសិនជាយើងធ្វើវីដេអូច្រើនហើយវីដេអូវាផ្ទុះបានច្រើនវាបានលុយច្រើនតែបើសិនជាមិនសូវផ្ទុះទេវាចំណូលគឺមិនសូវទេណាបងប្អូនណាមិនសូវប្រហែលទេអញ្ចឹងបើយើងធ្វើវីដេអូអីមួយឲ្យវាផ្ទុះឲ្យវានិយាយទៅឲ្យវាខុសពីគេគេហៅ niche នេះណាចំណុចពិសេសរបស់វីដេអូយើងហ្នឹងយើងធ្វើឲ្យខុសពីគេទៅជួនកាលបងប្អូនអាច build ជា page អីផ្សេងទៅពេលបងប្អូនល្បីអាចនឹងមាន sponsor គេដាក់ក្រុមហ៊ុនផ្សេងគេដាក់ sponsor វីដេអូបងប្អូនចឹងទៅវាអាចជាចំណូលមួយសឹងតែធំជាងចំណូល YouTube ទៀតតែនេះយើងកុំនិយាយទៅដល់លើ sponsor យើងនិយាយមករឿង YouTube វិញបច្ចុប្បន្នឃើញថាតាក់ទងទៅនឹងវីដេអូ podcast សម្រាប់ខ្មែរ podcast ក៏ជាវីដេអូមួយដែល trending ដែរ trending នេះបានន័យថាវាពេញនិយមបាទខ្ញុំនិយាយអង់គ្លេសលីខ្មែរបងប្អូនខ្ញុំនិយាយអង់គ្លេសខ្ញុំបកខ្មែរគឺថាបងប្អូនយល់ចុះវា trending ហ្នឹងបានថាវាកំពុងពេញនិយម podcast សូម្បីតែខ្ញុំក៏ចូលចិត្តស្ដាប់ដែរវាមានការចែករំលែកតាក់ទងនឹងចំណេះដឹងហិរញ្ញវត្ថុតាក់ទងទៅនឹងការប្រើប្រាស់លុយតាក់ទងទៅនឹងបាទចំណេះដឹងទូទៅផ្សេងpodcast និយាយតាក់ទងទៅនឹងព័ត៌មានអន្តរជាតិព័ត៌មានជាតិតាក់ទងទៅនឹងហេតុការណ៍ព្រឹត្តិការណ៍សំខាន់មួយចំនួនតាក់ទងទៅនឹងសេដ្ឋកិច្ចអ្វីជាដើមគឺជាអ្វីដែលកំពុងតែពេញនិយមនៅក្នុង YouTube ដែរសម្រាប់ vlog ខ្ញុំឃើញថា vlog មានការថមថយ view ច្រើនមាន vlogger ល្បីធ្វើសូម្បីតែពួកគាត់មាន subscriber 100k 200k អីក៏ផុសទៅអត់សូវមានអ្នកច្រើនទេតែនៅមានអ្នកមួយចំនួនគាត់នៅមាន view ច្រើនតែបើធៀបនឹងពីមុនអត់ដូចពីមុនទេសូម្បីតែ Rico ប្រាក់បងប្អូនច្បាស់ជាស្គាល់គាត់ហើយគាត់ជា content creator ដែលអ្នកផលិតមាតិកាដើរលេងដល់ល្បីមួយនៅខ្មែរយើងនោះគាត់ថតធម្មតាទេវីដេអូគាត់ GoPro អីធម្មតាគ្មានទៅកាមេរ៉ាអី professional ណាប្រហែលទេតែគាត់និយាយគាត់មុនទៅដើរលេងណាកន្លែងណាមួយគាត់អាចនឹងស្រាវជ្រាវតាក់ទងប្រវត្តិកន្លែងហ្នឹងតម្លៃចាយវាយនៅតំបន់ហ្នឹងកន្លែងគេងស្នាក់នៅអីហ្នឹងគឺគាត់ឃើញនិយាយគាត់និយាយមកក៏អាចស្រាវជ្រាវអស់ហើយបាទគាត់ណែនាំកន្លែងដើរលេងនេះជា tip ដែលល្អនៅក្នុងការបង្កើតជាវីដេអូបងប្អូនឃើញគាត់ប្រកែធ្វើអាហ្នឹងអត់បាទនេះជាចំណុចពិសេសរបស់គាត់អញ្ចឹងហើយទើបមានអ្នកទស្សនាគាត់ច្រើនសូម្បីតែខ្ញុំក៏ fan គាត់ដែរយើងងាកទៅលើកំពូល YouTuber ដូចជា Mr Beast គឺគាត់មាន concept ថ្មីរហូតវីដេអូគាត់បែប challenge បែបផ្សងព្រេងក៏ថាបានតែគាត់មាន concept ថ្មីបងប្អូនណា concept បានថាគំនិតបង្កើតថ្មីរហូតវីដេអូទៅវាមិនច្រំដែលធ្វើឲ្យអ្នកមើលគឺបន្តមើលគាត់រហូតបាទតែយ៉ាងណាក៏ដោយដូចថាយើងអ្នកបង្កើតវីដេអូយើងត្រូវការប្រើខួរក្បាលខ្លាំងត្រូវការគិតខ្លាំងយើងត្រូវគិតថាធ្វើវីដេអូអីគេខុសពីគេហើយគេចាប់អារម្មណ៍នឹងវាជាចំណុចពិបាករបស់យើងដែរគ្រាន់តែបងប្អូនហើយវាបច្ចុប្បន្ននេះខ្ញុំឃើញថាថមថយមាន audience នៅក្នុង YouTube មានការថមថយច្រើនខ្លាំងមែនទែនហើយទាំងដែល social media នេះមួយគឺជា social media ដ៏ធំបំផុត YouTube គឺជា social media ដ៏ធំបំផុតបងប្អូនរាប់មើលវីដេអូរាប់ពាន់រាប់លានអាចថារាប់កោតវីដេអូត្រូវផ្ទុកនៅក្នុង server របស់ YouTube ហើយឲ្យមនុស្សរកលុយបានមួយឆ្នាំ YouTube ចាយលុយច្រើនណាមិនតិចលានដុល្លារទេបងប្អូនមិនតិចដុល្លារតិចនេះទេតិចលុយទេដែលឲ្យទៅ content creator នោះតែគេចាយលុយនេះសួរតើគេខាតអត់ YouTube អត់ខាតទេមិនបានអត់ខាតបងប្អូនដឹងតែចំណូលពីណាទេចំណូលគេគឺ Google បងប្អូននៅពេលដែលបងប្អូនមើល YouTube បើសិនជាបងប្អូនអត់ទិញអា Premium
បងប្អូន YouTube ធម្មតាបងមើលលោកពាណិជ្ជកម្មមកណានេះសុទ្ធតែពាណិជ្ជកម្មដែលYouTube ដែលស្ថិតនៅក្នុង Google លក់ទៅឲ្យម្ចាស់អាជីវកម្មឬក្រុមហ៊ុនធំគេ boost គេដាក់លុយដើម្បី boost ទៅលើអស់ហ្នឹងគឺជាចំណូលរបស់គេហើយចំណូលឃើញសំបីយើងរកលុយបាននេះក៏គេចែកភាគរយមកយើងដែរណាអ្នកមើលទស្សនាវីដេអូលោកពាណិជ្ជកម្មទៅបានលុយមកយើងបានតែប្រហែលភាគរយហ្នឹងគេបានច្រើនជាងយើងទៀតនៅ YouTube នេះវាជាចំណុចដែលគេរកលុយឲ្យបងប្អូនកុំឆ្ងល់ថាហើយបើរកលុយបានធ្លាក់ទៅលើមេឃមិនធ្លាក់ទៅលើមេឃទេបងប្អូនយើងខំណាស់ទើបអាចរកបានពីមុនស្រួលបងប្អូនបង្កើតវីដេអូល្មមផ្ទុះតែឥឡូវវីដេអូតែបងប្អូនណាស្ទើរមិនសូវល្អគឺពិបាកណាបងប្អូនពិបាកណាឥឡូវត្រូវវីដេអូគុណភាពហើយមាន concept ប្លែកជាពិសេសមកខ្មែរយើងបើសិនជា page Facebook លុះថ្នាក់ page កំ pl ែងឬមានអីប្លែកបានខ្មែរយើងមើលហើយបើបែបអប់រំបែបអីហ្នឹងដូចមិនសូវមានអ្នកចាប់អារម្មណ៍មើលច្រើនទេតែបើព័ត៌មានហែកហួរគ្នានេះមើលច្រើនណាស់តែវាជា content ដែលអត់ល្អទេ YouTube អត់ support ទេតែឃើញក្នុង Facebook គឺរុញច្រើនមែនទែនអញ្ចឹងបងប្អូនថ្ងៃនេះខ្ញុំមានតែប៉ុណ្្នឹងទេនិយាយលេង11នាទីហើយបាទដូចថាអញ្ចឹងវីដេអូនេះខ្ញុំអត់មានអីចែករំលែកជាចំណេះដឹងអីទេគ្រាន់តែចង់មកជជែកលេងបងប្អូនកំសាន្តបាទអរគុណច្រើនបងប្អូនហើយកុំភ្លេចជួយចុច Subscribe Channel របស់ខ្ញុំផងដើម្បីឲ្យខ្ញុំមានកម្លាំងចិត្តនៅក្នុងការចែករំលែកបន្តទៀតណាបងប្អូនណាបាទអរគុណច្រើនជំរាបលាជួបគ្នានៅវីដេអូក្រោយបាទ